បើនៅសក់បែកកំណត់ចង់ឈប់ធ្វើការឲ្យគេហើយក៏ចង់ចេញមករកស៊ីខ្លួនឯងក្មួយម្នាក់គាត់បានឆាតមកសួរខ្ញុំថាគាត់កំពុងតែបម្រើការងារគេរាល់ថ្ងៃប្រាក់ខែគាត់បាន$300ក្នុងមួយខែគាត់ប្រាប់ខ្ញុំថាគាត់រៀនបានតិចហើយគាត់សំលុយពីប្រាក់ខែគាត់ហ្នឹងបានចំនួនជា$4,000 ទៅ$5,000ហើយមានចេតនាមកចង់ធ្វើសិប្បកម្មផលិតសាប៊ូជាមួយនឹងដៃគូរបស់គាត់ម្នាក់ទៀតគឺមិត្តភក្តិគាត់មិញសប្បាយចិត្តនៅពេលដែលក្មួយចង់ខ្លាយទៅជាម្ចាស់អាជីវកម្មដែលក្មួយគិតថានឹងមានភាពឯករាជ្យរបស់ខ្លួនឯងម្ចាស់ការលើខ្លួនឯងប៉ុន្តែអ្នកដែលផលិតសាប៊ូអ្នកដែលចេះផលិតហ្នឹងគឺគេមិនមែនក្មួយទេហើយអ្នកដែលចាយលុយហ្នឹងគឺក្មួយអ្នកចាយលុយដែលក្មួយសន្សំពីប្រាក់ខែ$300ក្នុងមួយខែនេះមិញជឿថាក្មួយសន្សំយ៉ាងតិច3ឆ្នាំពីព្រោះ$300មិនមែនក្មួយចូលភ្លាមបាន$300ទេហើយ$300មិនមែនក្មួយសល់ទាំងអស់ក្មួយត្រូវចំណាយលើក្រុមគ្រួសារចំណាយលើផ្ទាល់ខ្លួនឯងលាក់នឹងលាក់អញ្ចឹងមិញឲ្យក្មួយគិតសារជាថ្មីក្មួយជួនកាលអាមហោស៊ីចូលគ្នាមួយខែអត់សល់$300ហ្នឹងក៏មានដែរអញ្ចឹងក្មួយសួរមិញថាអញ្ចឹងមិញមានកំណត់ឲ្យក្មួយធ្វើការឲ្យគេនិយាយអាម៉ាត់ឲ្យនៅធ្វើខ្ញុំគេមករហូតមែនស្ដាប់ទៅវាអត់ទៅប្រុសទេតែវាជារឿងមួយទូទៅដែលមនុស្សទាំងអស់គ្នាតែងតែគិតមិញចែកម្លែកឲ្យក្មួយថាអញ្ចេះក្មួយសំលុយឲ្យបាន$15,000សិនទៅចាំយក5,000មកសាក់លបងរកស៊ីមានតែមែនអត់អញ្ចឹងក្មួយសួរមិញអញ្ចឹងខ្ញុំនឹងត្រូវធ្វើការ$300ហ្នឹង3ឆ្នាំទៅ4ឆ្នាំទៀតក្មួយអាចធ្វើការ2វេនក្មួយអាចធ្វើការឲ្យរៀងល្អជាងហ្នឹងឲ្យថៅកែឬមកឲ្យក្រុមហ៊ុនក្មួយហ្នឹងឲ្យគាត់មើលឃើញពីសកម្មភាពរបស់ក្មួយល្អអាចឡើងបានប្រាក់ខែមែនអត់ចាអាហ្នឹងមិញចែកម្លែកណាប៉ុន្តែដរាបណាក្មួយមានតែ5,000ហើយចង់យក5,000មកដាក់ចោះបើវាអស់ទៅក្មួយធ្វើម៉េចក្មួយនឹងបាក់ទឹកចិត្តហ្នឹងមែនទេអ្វីដែលបានគឺក្មួយទៅធ្វើការវិញក៏ធ្វើអត់កើតដោយសារមុខមាត់ហ៎ក្មួយខ្មាស់គេហ៎អូលយអាពេលចេញមកណែម្ចាស់អាជីវកម្មម្ចាស់សិប្បកម្មអាកន្លែងហ្នឹងឯងដែលហៅថាជារឿងមុខមាត់មួយមិញប្រាប់ក្មួយប្រាប់ថាអាមុខមាត់ហ្នឹងសៀតកើតទេបើសិនកំណត់មិញវិញមិញឲ្យក្មួយធ្វើការឲ្យគេបន្តទៀតសិនហើយក្មួយនឹងសំបាន10000ក្មួយយក3000មកសាក់លបងមកអូខេប៉ុន្តែក្មួយក៏ត្រូវតែប្រកបអាជីវកម្មមួយដែលក្មួយចេះអត់គេក្មួយធ្វើបានឧទាហរណ៍ថាសាប៊ូនឹងដើរស្រាប់គេអានចិត្តគេចាញ់បាត់ហើយក្មួយធ្វើម៉េចក្មួយត្រូវការបិទមែនឬមួយក្មួយត្រូវការរកអ្នកថ្មីសាប៊ូធ្លាក់គុណភាពប្រើអត់កើតអ្នកណាទទួលខុសត្រូវអ្នកដែលខាត់លុយគឺក្មួយអ្នកដែលខូចឈ្មោះគឺក្មួយអញ្ចឹងមីងចង់ចែកម្លែកទៅប្រាប់ក្មួយថាគិតសារជាថ្មីបើសិនជាមីងឲ្យយោបល់មីងប្រាប់ថាឲ្យក្មួយទៅរៀនសិនក្មួយចង់ធ្វើអីក្មួយរៀនឲ្យប្រាប់តកែត្រង់ទៅសុំច្បាប់គាត់យប់ឡើងចេញមករៀនមកមួយអាទិត្យយើងឈប់មួយថ្ងៃចេញមករៀនសូត្រមកដើម្បីចំណេះចំណេះឲ្យគាត់ក៏មិនខ្វាត់យើងដែរទាំងគេទាំងខ្ញុំមកពេលដែលមានកូនក្មួយមកធ្វើការជាមួយតែតែចង់ឲ្យឃើញកូនក្មួយរីកចម្រើនកូនយើងចង់ឲ្យរីកចម្រើនចោះតម្រាំមកធ្វើតែកូនគេអ្នកដតីហើយមកនៅជាមួយយើងដឹកក្រុមគ្រួសារយើងក៏មានចិត្តចង់ឃើញគាត់ផ្លាស់ប្រែមុខមាត់គាត់ទៅខ្លាយជាមនុស្សមួយដែលមានមុខមាត់ក្នុងសង្គមដែរអូខេអញ្ចឹងមីងចែកម្លែកប៉ុណ្ណឹងគិតតាមសម្រួល